ពលករថៃម្នាក់ថ្លើមថមដែលហ៊ានលួចគ្រឿងអលង្ការហើយនឹងត្បូងពេជ្រដែលមានតម្លៃបំផុតក្នុងព្រះរាជវាំងអារ៉ាប៊ីសាអូឌីននឹងការបាត់ត្បូងពេជ្រនេះត្រូវបានគេឲ្យឈ្មោះថា Blue Diamond Affair ដែលវាមិនមែនត្រឹមតែជាត្បូងពេជ្រដែលមានតម្លៃបំផុតរបស់អារ៉ាប៊ីសាអូឌីនទេប៉ុន្តែវាគឺជាត្បូងពេជ្រដែលកម្រហើយមានតម្លៃបំផុតនៅលើពិភពលោកហើយជុំវិញករណី Blue Diamond Affair នេះបានធ្វើឲ្យមានបទល្មើសហើយនឹងការសម្លាប់មនុស្សអស់ជាច្រើនអ្នកមិនត្រឹមតែប៉ុណ្ណឹងវាបានធ្វើឲ្យមានវិបត្តិការទូតរវាងប្រទេសថៃនិងប្រទេសអារ៉ាប៊ីសាអូឌីនរយៈពេលជាង30ឆ្នាំរហូតមកដល់ពេលបច្ចុប្បន្ននេះ Blue Diamond Affair គឺអត់ត្រូវបានរកឃើញទេប៉ុន្តែគេបានប្រទះឃើញភរិយារបស់មន្ត្រីជាន់ខ្ពស់ជនជាតិថៃមួយរូបបានពាក់ខ្សែកដែលដាំត្បូងពេជ្រមានសន្តានដូចទៅនឹងត្បូងពេជ្រ Blue Diamond Affair ដែលជនជាតិថៃបានលួចពីអារ៉ាប៊ីសាអូឌីនកាលពីជាង30ឆ្នាំមុនសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍នៅការចូលមកកាន់ Channel Naomi សាជាថ្មីហើយនៅពេលនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅដឹងអំពីដំណើរការនៃការលួចត្បូងពេជ្រ Blue Diamond Affair ហើយជុំវិញនៃករណីនៃការសម្លាប់មនុស្សជាច្រើនអ្នកហើយនៅក្នុងចំណោមមនុស្សដែលបានស្លាប់នោះមានមន្ត្រីការទូតរបស់អារ៉ាប៊ីសាអូឌីនចំនួន3នាក់ហើយនឹងមានជនជាតិថៃមួយគ្រួសារទៀតត្រូវបានគេសម្លាប់ហើយគេជឿថាជុំវិញនៃការស្លាប់នោះគឺជាការសម្លាប់បំបិតមាត់បំបិតផុសតាងអំពីការលួច Blue Diamond Affair នឹងឯងហើយខ្ញុំសូមអភ័យទោសបងប្អូនទាំងអស់គ្នាទុកជាមុនសម្រាប់កំហុសឆ្គងនៅក្នុងវីដេអូនេះដោយសារតែនឹងមានភាសារាជស័ព្ទមួយចំនួនដែលខ្ញុំអាចនឹងនិយាយអត់ត្រូវអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អំពីចំណុចមួយនឹងដែរនៅក្នុងឆ្នាំ1989ព្រះម្ចាស់ហ្វាយសាល់ដែលជាបុត្រច្បងរបស់ព្រះមហាក្សត្រហ្វាតទ្រង់បានចាក់ចែងទៅលំហែកាយឬក៏ទៅវិសមកាលជាមួយនឹងភរិយារបស់ទ្រង់រយៈពេល3ខែហើយនៅក្នុងដំណាក់របស់ទ្រង់មានអ្នកបម្រើជាអ្នកសម្អាតឬក៏ហៅឲ្យសួរយល់ហៅថាអ្នកអនាម័យហើយអ្នកអនាម័យហ្នឹងគាត់គឺជាមនុស្សប្រុសជនជាតិថៃគាត់មានឈ្មោះថាគ្រៀងក្រៃថិចច្ម៉ងហើយតួនាទីរបស់លោកគ្រៀងក្រៃថិចច្ម៉ងគាត់គឺជាអ្នកអនាម័យហើយតួនាទីរបស់គាត់គឺជាអ្នកបោះជូតអ្នកសម្អាតនៅក្នុងរាជវាំងនឹងតែម្ដងហើយនៅក្នុងរាជវាំងនឹងក៏មានបន្ទប់សម្រាប់ដាក់គ្រឿងអលង្ការវត្ថុមានតម្លៃរបស់ស្ដេចដែរហើយដោយសារតែគាត់គឺជាអ្នកសម្អាតអ្នកអនាម័យអញ្ចឹងនៅក្នុងព្រះបរមរាជវាំងនឹងគាត់បានស្គាល់គ្រប់កន្លែងគ្រប់កលៀតកន្លោះទាំងអស់គឺគាត់ស្គាល់ច្បាស់ហើយលោកគ្រៀងក្រៃគាត់គឺជាអ្នកដែលចូលចិត្តប្រព្រឹត្តល្បែងស៊ីសងនៅក្នុងអំឡុងពេលដែលគាត់បម្រើនៅរាជវាំងហ្នឹងគាត់ក៏បានលេងល្បែងផ្សេងរហូតដល់ធ្វើឲ្យគាត់ញៀនហើយនឹងបានចាពាក់គេឡើងរំកោះតែម្ដងគាត់ញៀនល្បែងរហូតទៅដល់ចាពាក់បំណុលជាច្រើនដោយសារតែល្បែងស៊ីសងហ្នឹងរហូតដល់ថ្នាក់អត់អាចដោះបំណុលនឹងបានទោះបីជាគាត់បម្រើនៅរាជវាំងដែលឱកាសនៃការទទួលបានប្រាក់ខែរបស់គាត់ហ្នឹងខ្ពស់ជាងពលករផ្សេងទៀតដែលទៅធ្វើការនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីនក៏ដោយក៏គាត់នៅតែអត់អាចដោះបំណុលរបស់គាត់រួចដែរហើយនៅក្នុងអំឡុងពេលដែលព្រះម្ចាស់ហ្វាយសាល់ទ្រង់អត់នៅព្រះបរមរាជវាំងរយៈពេល3ខែនេះគឺជាឱកាសមាសឱកាសពេជ្ររបស់គ្រៀងក្រៃហើយដែលគាត់នឹងចូលទៅលួចគ្រឿងអលង្ការនៅក្នុងដំណាក់របស់ស្ដេចដោយនៅក្នុងយប់មួយគ្រៀងក្រៃគាត់បានចូលទៅក្នុងដំណាក់ដាក់គ្រឿងអលង្ការរបស់ស្ដេចហើយនៅក្នុងដំណាក់ហ្នឹងគាត់បាននិយាយថាមានទូគ្រឿងអលង្ការធំចំនួន4ប៉ុន្តែនៅក្នុងចំណោម4ហ្នឹងគឺមានទូ3ដែលគេអត់បានចាក់សោវាទេអញ្ចឹងគាត់បានទៅលួចគ្រឿងអលង្ការនៅក្នុងទូដាក់គ្រឿងអលង្ការហ្នឹងហើយគាត់បានយកនៅគ្រឿងអលង្ការមានតម្លៃជាច្រើនមានដូចជាឈុតខ្សែដៃខ្សែកហើយនឹងមាននាឡិកាដែលមានតម្លៃថ្លៃហើយនឹងត្បូងទទឹមក្រហមផងដែរមិនត្រឹមតែប៉ុណ្ណឹងនៅក្នុងចំណោមទ្រព្យសម្បត្តិដែលគាត់បានលួចហ្នឹងគឺមានត្បូងពេជ្រមួយគឺជាត្បូងពេជ្រពណ៌ខៀវដែលវាជាត្បូងពេជ្រកម្រហើយមានតម្លៃបំផុតនៅលើពិភពលោកដែលគេស្គាល់ត្បូងពេជ្រហ្នឹងថាគឺជា Blue Diamond Affair ហើយ Blue Diamond ហ្នឹងគឺជាស្នូលសំខាន់នៃទ្រព្យសម្បត្តិរបស់រាជវាំងវាគឺជាទ្រព្យសម្បត្តិប្រចាំតកូលរបស់ស្ដេចដែលស្ដេចបកគោទ្រព្យសម្បត្តិហ្នឹងតពីមួយចំនួនទៅមួយចំនួនទៀតហើយលោកគ្រៀងក្រៃនៅពេលដែលគាត់លួចគ្រឿងអលង្ការហើយនឹងត្បូងពេជ្រ Blue Diamond ហ្នឹងគាត់ដឹងថារបស់ទាំងអស់ហ្នឹងគឺជារបស់មានតម្លៃប៉ុន្តែគាត់អត់ដឹងថាត្បូងពេជ្រ Blue Diamond Affair ហ្នឹងគឺជារបស់ដែលមានតម្លៃដល់ថ្នាក់ហ្នឹងទេហើយត្បូងពេជ្រដែលគាត់បានលួចទៅហ្នឹងគឺមានទំហំ50ការ៉ាត់ដែលគេនិយាយថាវាមានទំហំប៉ិនសុទ្ធជាមួយនឹងគ្រឿងអលង្ការផ្សេងទៀតដែលគាត់បានលួចយកទៅទំហំទឹកប្រាក់ទាំងអស់គឺមានតម្លៃជិត$20 លានអ្នកទាំងអស់គ្នាសាកសម័យមើល$20 លានកាលពី36ឆ្នាំមុនបើសិនជាប្រៀបធៀបមកក្នុងឆ្នាំ2025នេះប្រហែលជាអាចនឹងមានតម្លៃគុណទ្វេដងបើប្រៀបទៅនឹងឆ្នាំ1989
ហើយទម្ងន់សរុបនៃគ្រឿងអលង្ការទាំងអស់ដែលគ្រៀងក្រាយបានលួចយកទៅហ្នឹងនៅក្នុងសារព័ត៌មានខ្លះគេនិយាយថាមានទម្ងន់30គីឡូក្រាមហើយសារព័ត៌មានខ្លះទៀតគេនិយាយថាមានទម្ងន់90គីឡូក្រាមអញ្ចឹងខ្ញុំសូមលើកនិយាយមកពីតែមួយប្រភពទេគឺខ្ញុំបានដកស្រង់ចេញពីសារព័ត៌មាន BBC ដែលនៅក្នុងហ្នឹងគេបានបញ្ជាក់ប្រាប់ថាមានទម្ងន់30គីឡូក្រាមស្មើនឹង66ផោនបន្ទាប់ពីគាត់បានលួចទ្រព្យសម្បត្តិទាំងអស់ហ្នឹងហើយគាត់បានយកទៅលាក់នៅពាសពេញក្នុងព្រះរាជវាំងហ្នឹងដោយគាត់យកវាទៅលាក់ទុកនៅកលៀតកន្លោះគៀនកោះអីកន្លែងណាដែលគាត់គិតថាគេអត់អាចរកឃើញដោយដែលយើងបានដឹងតាំងពីដើមមកអញ្ចឹងថាគាត់គឺជាអ្នកអនាម័យជាអ្នកសម្អាតអញ្ចឹងនៅគ្រប់កលៀតកន្លោះទាំងអស់គឺគាត់ដឹងថាកន្លែងណាដែលគាត់អាចលាក់បានកន្លែងណាដែលគាត់លាក់អត់បានហើយចំពោះ Blue Diamond Affair ហ្នឹងគឺគាត់បានយកទៅលាក់ទុកនៅក្នុងម៉ាស៊ីនបូមធ្លីអញ្ចឹងអត់មានអ្នកណាគេចាប់អារម្មណ៍អត់មានអ្នកណាដឹងថាមានទ្រព្យសម្បត្តិមានរបស់មានតម្លៃនៅក្នុងម៉ាស៊ីនបូមទលីហ្នឹងទេបន្ទាប់ពីគាត់បានលួចរយៈពេលជាង1ខែទើបគាត់ផ្ញើគ្រឿងអលង្ការទាំងអស់ហ្នឹងទៅកាន់ប្រទេសថៃដោយគាត់ផ្ញើគ្រឿងអលង្ការហ្នឹងទៅមុនរយៈពេល 2-3 ថ្ងៃក្រោយមកគាត់ត្រឡប់ទៅកាន់ប្រទេសថៃវិញតាមក្រោយគ្រឿងអលង្ការហ្នឹងដែលគាត់អត់អាចរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនឹងបានបន្តទៀតទេដោយសារតែគាត់ចាញ់លបែងច្រើនពោពេញទៅដោយបំណុលរុំកោះហើយគាត់ក៏អត់អាចលក់គ្រឿងអលង្ការទាំងអស់ហ្នឹងនៅក្នុងប្រទេសដែលគាត់បានលួចដើម្បីយកលុយមកដោះបំណុលហ្នឹងបានដែរពីព្រោះគាត់គិតថាបើសិនជាគាត់លួចពីប្រទេសហ្នឹងហើយលក់នៅក្នុងប្រទេសហ្នឹងប្រកាសជាគេចាប់គាត់បានទេហើយបទល្មើសនៃការលួចនៅក្នុងប្រទេសអារ៉ាប់ហ្នឹងបើសិនជាគេចាប់បានគឺគេនឹងដាក់ទោសកាត់ដៃអ្នកលួចនឹងចោលតែម្ដងអញ្ចឹងគ្រៀងក្រៃគាត់បានរៀបចំគ្រឿងអលង្ការដែលគាត់បានលួចទាំងអស់ដែលមានតម្លៃជាង$20 លានហ្នឹងផ្ញើមកកាន់ប្រទេសថៃហើយគាត់ឆ្លាតគាត់បានដឹងថានៅពេលដែលផ្ញើទំនិញចូលមកក្នុងប្រទេសថៃខាងមន្ត្រីគយថៃគេនឹងឆែកឆេរត្រួតពិនិត្យទំនិញមុនពេលដែលមានទំនិញនឹងចូលមកកាន់ប្រទេសថៃហើយគាត់ក៏ដឹងទៀតថាមន្ត្រីថៃពុករលួយស៊ីសំណូកដែលមិនអាចទប់ទល់ជាមួយនឹងការសោកប៉ាន់បានទេអញ្ចឹងតែលុយដល់ប្រកាសជាបិទមាត់ចិត្តហើយអញ្ចឹងដើម្បីគេចផុតពីការត្រួតពិនិត្យរបស់គយលោកគ្រៀងក្រៃគាត់បានភ្ជាប់មកជាមួយនឹងស្រោមសបុតដែលមានលុយនៅក្នុងនឹងមួយចំនួនហើយក៏មានណូតភ្ជាប់មកជាមួយនឹងស្រោមសបុតដែលមានលុយនឹងដែរដែលគាត់ទៅសេបញ្ជាក់ប្រាប់គេថាទំនិញរបស់គាត់មានសម្ភារៈអាហារភាសនៅខាងក្នុងអញ្ចឹងគាត់អត់ចង់ឲ្យគេឆែកអីវ៉ាន់របស់គាត់ទេអញ្ចឹងផែនការគឺបានទៅដោយរលូនដោយអ្វីដែលគាត់បានរៀបចំទុកគ្រឿងអលង្ការទាំងអស់ហ្នឹងត្រូវបានចូលទៅដល់ក្នុងប្រទេសថៃដោយសុវត្ថិភាពហើយខ្លួនគាត់ផ្ទាល់ក៏បានត្រឡប់ចូលទៅកាន់ទឹកដីថៃដែលជាប្រទេសកំណើតរបស់គាត់វិញតាមខយប៉ុន្តែគាត់គេចខ្លួនហើយសោយសុខជាមួយនឹងទ្រព្យសម្បត្តិដែលគាត់លួចបានមកនឹងអត់បានយូរទេដោយនៅក្នុងខែមករាឆ្នាំ1990គាត់ត្រូវបានគេចាប់ខ្លួននៅក្នុងផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងខេត្តឡាំប៉ាងភាគខាងជើងនៃប្រទេសថៃដោយសារតែខាងអារ៉ាប៊ីសាអូឌីតបានជូនដំណឹងមករដ្ឋាភិបាលថៃថាបានបាត់គ្រឿងអលង្ការក៏ដូចជាវត្ថុមានតម្លៃជាច្រើនហើយបន្ទាប់ពីបាត់គ្រឿងអលង្ការទាំងអស់នោះគ្រៀងក្រៃក៏បានបាត់ខ្លួនដែរអញ្ចឹងគេប្រកាសជាដឹងហើយថាអ្នកណាជាអ្នកលួចហើយបន្ទាប់ពីការចាប់ខ្លួនរបស់គ្រៀងក្រៃគាត់ត្រូវបានគេដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេលត្រឹមតែ7ឆ្នាំទេហើយក្រោយមកទៀតគាត់ត្រូវបានគេបទូបថយទោសទៀតឲ្យជាប់ពន្ធនាគាររយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះដោយសារគាត់ទទួលសារភាពរាល់កំហុសរាល់ការលួចរបស់គាត់នឹងទាំងអស់គាត់អត់បានកុហកអត់បានលាក់បាំងទេដោយគាត់បានផ្ដល់កិច្ចសម្ភាសនៅក្នុងសារព័ត៌មានមួយថានៅពេលដែលប៉ូលីសចុះទៅចាប់គាត់គឺគាត់បកគោខ្លួនភ្លាមអត់តដៃអត់ប្រឆាំងតវ៉ាអីទាំងអស់ជាមួយនឹងសមត្ថកិច្ចពីព្រោះគាត់បានដឹងថាអ្វីដែលគាត់បានធ្វើគឺជាបទល្មើសអញ្ចឹងបើសិនជាគាត់ប្រឆាំងគឺមានតែស្លាប់ទេអញ្ចឹងដោយសារតែគាត់សារភាពទោសកំហុសដែលគាត់បានប្រព្រឹត្តគេបានបទូបថយទោសរបស់គាត់ឲ្យជាប់ពន្ធនាគាររយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះហើយការហ្នឹងគឺវាអត់យុត្តិធម៌សម្រាប់ព្រះអង្គចាស់ហ្វៃសាល់ទេហើយតទៅមុខទៀតនេះនឹងមានរឿងរ៉ាវចម្រូងចម្រាសក៏ដូចជាករណីឃាតកម្មហើយនឹងការលាក់បាំងអំពើពុករលួយជាប្រព័ន្ធអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងស្ដាប់ដល់ទីបញ្ចប់ដើម្បីដឹងអំពីហេតុការណ៍ហើយនឹងរឿងរ៉ាវស៊ីជម្រៅជាងនឹងឥឡូវយើងងាកមកមើលអំពីទ្រព្យសម្បត្តិដែលគ្រៀងក្រៃគាត់បានលួចយកមកវិញអញ្ចឹងនៅពេលដែលគាត់លួចចូលមកកាន់ប្រទេសថៃគាត់បានលក់ទ្រព្យសម្បត្តិហ្នឹងដើម្បីស៊ីចាយហើយគ្រឿងអលង្ការទាំងអស់ហ្នឹងគាត់បានលក់ទៅកាន់ជាងគ្រឿងអលង្ការម្នាក់ឈ្មោះថាសន្តិស៊ីធនការអញ្ចឹងគេក៏បានស៊ើបបន្តទៅសន្តិស៊ីធនការហ្នឹងពីព្រោះគាត់ជាអ្នកទិញគ្រឿងអលង្ការហ្នឹងបន្តមករួចហើយខាងរដ្ឋាភិបាលថៃក៏បានបញ្ជូនត្បូងពេជ្រ
Blue Diamond Affair នឹងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតវិញប៉ុន្តែនៅពេលដែលបញ្ជូនត្បូងពេជ្រនឹងត្រឡប់ទៅវិញគឺធ្វើឲ្យព្រះអង្គចាស់ Faisal កាន់តែខឹងកាន់តែខ្លាំងជាងមុនទៅទៀតពីព្រោះត្បូងពេជ្រដែលផ្ញើត្រឡប់ទៅវិញនឹងគឺជាត្បូងពេជ្រคล้ายៗដោយ 80% នៃត្បូងពេជ្រដែលបញ្ជូនត្រឡប់ទៅវិញនឹងគឺជាពេជ្រคล้ายៗទេមិនមែនជា Blue Diamond Affair ដែលគេបានលួចយកមកនឹងទេបន្ទាប់ពីបកគលពេជ្រคล้ายៗត្រឡប់ទៅវិញមិនបានប្រមាណស្រាប់តែគេប្រទះឃើញមានរូបថតជាច្រើនសន្លឹកដែលបានផ្សព្វផ្សាយអំពីភរិយារបស់មន្ត្រីជាន់ខ្ពស់ថៃម្នាក់ដែលពាក់ខ្សែកដាំត្បូងពេជ្រហើយត្បូងពេជ្រនឹងដែរគឺគេបានសង្កេតឃើញថាវាមានភាពស្រដៀងគ្នាខ្លាំងទៅនឹងត្បូងពេជ្រ Blue Diamond Affair ដែលបានបាត់ហើយនឹងហើយជាមូលហេតុដែលព្រះអង្គចាស់ Faisal ទ្រង់កាន់តែខ្ញាល់ខ្លាំងជាងមុនទៅទៀតហើយធ្វើឲ្យព្រះអង្គបានតតឃើញថាប្រទេសថៃគឺជាប្រទេសដែលពុករលួយហើយនៅពេលនោះបានធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចប្រទេសថៃជាខ្លាំងក៏ដូចជាប៉ះពាល់ទៅដល់ទំនាក់ទំនងការទូតរវាងប្រទេសថៃហើយនិងប្រទេសអារ៉ាប៊ីសាអូឌីតដោយខាងប្រទេសអារ៉ាប់បានបញ្ជូនពលករថៃត្រឡប់មកកាន់ប្រទេសថៃវិញជាច្រើនកាលពីមុនពេលដែលមានទំនាស់ហ្នឹងគឺមានពលករថៃទៅធ្វើការនៅក្នុងប្រទេសអារ៉ាប់ហ្នឹងចំនួនដល់ទៅ 20,000 នាក់ប៉ុន្តែបន្ទាប់ពីហេតុការណ៍ហ្នឹងហើយត្រូវបានអារ៉ាប់បញ្ជូនពលករត្រឡប់មកប្រទេសថៃវិញហើយពលករដែលស្ថិតនៅក្នុងប្រទេសថៃគឺនៅសល់ចំនួនត្រឹមតែ 15,000 នាក់ទេដែលអាចធ្វើការបន្តនៅក្នុងប្រទេសថៃបានហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺខាងអារ៉ាប់បានបិទលែងទទួលពលករថៃទៅហើយក៏បិទទឹកធការជនជាតិថៃអត់ឲ្យចូលទៅកាន់អារ៉ាប់ទៀតដែរហើយខាងអារ៉ាប់ក៏បានរឹតបន្តឹងទៅប្រជាជនរបស់គាត់ដោយធ្វើឲ្យវីសាអ្នកដែលចង់ចូលទៅកាន់ប្រទេសថៃហ្នឹងក៏មានផលវិបាកហើយរឿងនេះក៏មានរបាយការណ៍ថាធ្វើឲ្យប្រទេសថៃខាតបង់នៅប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំអ្នកទាំងអស់គ្នាចង់ដឹងអត់ថាហេតុអីបានជាគេនិយាយថាត្បូងពេជ្រ Blue Diamond Affair របស់ស្ដេចអារ៉ាប៊ីសាអូឌីតមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកគេបាននិយាយថាពេជ្រមួយនៅក្នុងចំណោមពេជ្រ 100,000 ផ្សេងទៀតដែលវាមានពណ៌ខុសគេហើយពណ៌ដែលខុសប្លែកពីគេរបស់ពេជ្រហ្នឹងគឺជាពណ៌ខៀវដែលគេធានាបានថាវាជាប្រភេទពេជ្រដែលកម្របំផុតហើយវាក៏មានតម្លៃបំផុតនៅក្នុងពិភពលោកដែរប្រហែលជាបងប្អូនជាច្រើនបានស្គាល់ត្បូងពេជ្រហើយថាត្បូងពេជ្រភាគច្រើនគឺមានពណ៌សថ្លាដែលមានពន្លឺចិញ្ចែងចិញ្ចាចអីអញ្ចឹងណាប៉ុន្តែសម្រាប់ត្បូងពេជ្រដែលពណ៌ខៀវគឺកម្របានឃើញណាស់ហើយពណ៌ប្លែកៗរបស់ពេជ្រហ្នឹងពួកវាកាត់ឡើងចេញពីដានតូចៗនៃសារធាតុប៊ូរុនដែលនៅខាងក្នុងពេជ្រដែលជាសារធាតុមួយដែលមាននៅពេលដែលពេជ្រត្រូវបានបង្កើតឡើងនៅក្នុងជម្រៅ600គីឡូម៉ែត្រឬ370ម៉ាយនៅក្រោមផ្ទៃផែនដីនេះបានន័យថាពេជ្រដែលនៅក្នុងជម្រៅក្រោមស្រទាប់ផែនដីកាន់តែជ្រៅហើយមានពណ៌កាន់តែខៀវគឺមានតម្លៃកាន់តែថ្លៃហើយនៅក្នុងឆ្នាំ1990ហ្នឹងគឺមានមន្ត្រីការទូតអារ៉ាប៊ីសាអូឌីតចំនួន3នាក់ដែលត្រូវបានគេសម្លាប់នៅក្នុងទីក្រុងបាងកកហើយបន្ទាប់មកទៀតខាងអារ៉ាប់ក៏បានបញ្ជូនពាណិជ្ជករម្នាក់ទៀតមកស៊ើបអង្កេតករណីលួចត្បូងពេជ្រហ្នឹងដែលគាត់មានឈ្មោះថា Mohammed Al-Ruwali ហើយបន្ទាប់ពីពេលដែលគាត់ទៅដល់ប្រទេសថៃគាត់ក៏ត្រូវបានបាត់ខ្លួនហើយគេបានសន្និដ្ឋានថាការបាត់ខ្លួនរបស់គាត់ហ្នឹងប្រកាសជាត្រូវបានគេសម្លាប់ដោយមន្ត្រីការទូត3នាក់ទៀតអញ្ចឹងរួចហើយក៏មានការស្រាវជ្រាវស៊ើបអង្កេតជំវិញការស្លាប់របស់មន្ត្រីការទូតអារ៉ាប៊ីសាអូឌីតគេបានរកឃើញថាមានសមត្ថកិច្ចថៃចំនួន5រូបដែលជាប់ពាក់ព័ន្ធជាមួយនឹងការសម្លាប់មន្ត្រីការទូតរបស់អារ៉ាប៊ីសាអូឌីតហើយទោះបីជាគេរកឃើញថាមានសមត្ថកិច្ច5នាក់នឹងជាប់ពាក់ព័ន្ធជាមួយនឹងការសម្លាប់ក៏ដោយគេអត់បានដំណើរការរឿងក្តីនឹងភ្លាមៗទេគេបាននិយាយថាគឺវាមានការដំណើរការនៃការដាក់ទោសនឹងយឺតយ៉ាវដែលធ្វើឲ្យភាគីម្ខាងទៀតយល់ថាវាពោរពេញទៅដោយអំពើពុករលួយជាប្រព័ន្ធតែម្ដងហើយនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងការរកដំណោះស្រាយត្បូងពេជ្រ Blue Diamond Affair គេក៏បានកំណត់អត្តសញ្ញាណបរិសម្នាក់ដែលគេគិតថាគឺជាអ្នកដែលចាត់ចែងត្បូងជាឈ្មួញត្បូងដែលបានទិញត្បូងហ្នឹងពីលោកគ្រៀងក្រៃនៅពេលដែលគាត់ត្រឡប់មកប្រទេសថៃវិញគឺលោកសាន់ទីស៊ីធនកានដែលខ្ញុំបាននិយាយឈ្មោះគាត់ម្ដងហើយកាលនៅពីដើមវីដេអូថាលោកគ្រៀងក្រៃនៅពេលដែលគាត់មកដល់ប្រទេសថៃគាត់បានលក់ត្បូងហ្នឹងទៅឲ្យជាងអលង្ការឈ្មោះថាសាន់ទីស៊ីធនកានហ្នឹងអញ្ចឹងដោយសារតែគាត់ជាអ្នកទិញត្បូងមកបន្តហើយគាត់ជាអ្នកចាត់ចែងទៅលើគ្រឿងអលង្ការទៅលើត្បូងដែលគាត់បានទិញមកហ្នឹងហើយត្បូងពេជ្រដែលបកគោត្រឡប់ទៅអារ៉ាប៊ីសាអូឌីតវិញដែលជាត្បូងពេជ្រคล้ายៗហ្នឹងក៏ចេញពីទឹកដៃរបស់គាត់ដែរអញ្ចឹងហើយគាត់គឺជាសាក្សីមួយដ៏សំខាន់នៅក្នុងសំណុំរឿងត្បូងពេជ្រ Blue Diamond Affair ហ្នឹងពីព្រោះគាត់ជាអ្នកដឹងថាត្បូងពេជ្រហ្នឹងនៅពេលដែលគាត់យកមកដល់គឺគាត់បានបំបែកវាយកទៅណាយកទៅធ្វើអីខ្លះបានជាវានៅសល់ត្រឹមតែ20% ប៉ុណ្ណោះហើយ80% ទៀតគឺជាคล้ายៗដែលគាត់បានបកគោត្រឡប់ទៅគេវិញ
ហើយដូច្នេះហើយដោយសារតែគាត់គឺជាសាក្សីសំខាន់នៅក្នុងរឿងហ្នឹងនៅក្នុងខែកក្កដាឆ្នាំ1994ប្រពន្ធហើយនិងកូនរបស់គាត់ត្រូវបានបាត់ខ្លួនហើយក្រោយមកសាកសពប្រពន្ធហើយនិងកូនរបស់គាត់ត្រូវបានគេប្រទះឃើញថាស្លាប់នៅក្នុងឡានម៉ាក Mercedes នៅក្រៅទីក្រុងបាងកកហើយការស្លាប់របស់ពួកគាត់ហ្នឹងមិនមែនស្លាប់ធម្មតាទេនៅលើសាកសពមានស្នាមរបួសផ្សេងៗដែលធ្វើឲ្យមានការសង្ស័យច្រើនប៉ុន្តែអ្នកធ្វើកសោវិច័យគេបានរាយការណ៍ថាពួកគាត់ស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហើយភាគីខាងអារ៉ាប៊ីសាអូឌីតគាត់បានបោះពាក្យមកថាប្រហែលជាអ្នកធ្វើកសោវិច័យរបស់ប្រទេសថៃហ្នឹងគិតថាខាងអារ៉ាប៊ីសាអូឌីតហ្នឹងល្ងងហើយមើលទៅគិតថាសម្រាប់បំបិតមាត់ក្រុមគ្រួសារអ្នកដែលដឹងរឿងអំពីត្បូងពេជ្រហ្នឹងហើយនិយាយថាគ្រោះថ្នាក់ចរាចរណ៍ដើម្បីបំបិតផុសតាងហើយទៅប្រាប់ខាងអារ៉ាប់ថាអញ្ចឹងដើម្បីឲ្យគេជឿប៉ុន្តែគេមិនមែនល្ងងទេហើយក្រោយមកទៀតបានលេចឮមកថាប៉ូលីសថៃដែលមានភារកិច្ចស្វែងរកគ្រឿងអលង្ការដែលបាត់បង់ហ្នឹងគឺជាអ្នកកេងបន្លំទឹកប្រាក់ក៏ដូចជាបានចាប់ចម្រិតឈ្មួញគ្រឿងអលង្ការដែលគាត់បានទិញត្បូងពីគ្រៀងក្រៃហ្នឹងហើយក៏ជាអ្នកសម្លាប់ប្រពន្ធហើយនិងកូនរបស់គាត់ដែរហើយមេប៉ូលីសដែលទទួលបន្ទុកនៃការស៊ើបអង្កេតដើមត្បូងគេបំផុតហ្នឹងគឺមានឈ្មោះថាលោក Charles Curtis ហើយទីបញ្ចប់របស់គាត់ត្រូវបានជាប់ពន្ធនាគាររយៈពេល20ឆ្នាំហើយនៅចុងបញ្ចប់នៃករណីត្បូងពេជ្រ Blue Diamond Affair នេះគឺអត់ត្រូវបានគេរកឃើញទេរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងចំណែកឯប្រទេសទាំងពីរក៏បានសម្រេចចិត្តថាស្ដារទំនាក់ទំនងរវាងប្រទេសឡើងវិញនៅក្នុងឆ្នាំ2022ហើយក៏មានការបើកផ្លូវឲ្យពលករថៃត្រឡប់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតវិញហើយនឹងបានស្ដារទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញជាបន្តបន្ទាប់ផងដែរនិងគេបានសន្និដ្ឋានថាករណី Blue Diamond Affair មិនមែនជារឿងលួចធម្មតាទេប៉ុន្តែវាជាករណីឧក្រិដ្ឋកម្មដ៏ស្មុគស្មាញដែលចម្លែកនិងឈានទៅដល់នយោបាយអន្តរជាតិទៀតផងដែលវាបានបង្ហាញអំពីតម្លៃនៃភាពលោភលន់អំពើពុករលួយនៅក្នុងអង្គភាពរដ្ឋក៏ដូចជាការខូចខាតនយោបាយយូរអង្វែងហើយបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាតើទីបញ្ចប់របស់លោកគ្រៀងក្រៃថេជម៉ងដែលជាអ្នកលួចត្បូងពេជ្រនោះនឹងទៅជាយ៉ាងណាបន្ទាប់ពីគាត់បានជាប់ពន្ធនាគាររយៈពេល3ឆ្នាំគាត់ក៏បានចេញពីពន្ធនាគារវិញហើយទៅរស់នៅជាមួយនឹងក្រុមគ្រួសាររបស់គាត់ធម្មតាប៉ុន្តែគាត់មានអារម្មណ៍ដឹងខុសហើយនៅតែដិតដានជាមួយនឹងកំហុសដែលគាត់បានប្រព្រឹត្តដែលគាត់មិននឹកស្មានថាទង្វើដែលគាត់ធ្វើហ្នឹងគឺវាបង្កទៅជាកំហុសហើយរីករាលដាលធំដល់ថ្នាក់ហ្នឹងហើយគាត់បានដឹងថាទ្រព្យសម្បត្តិដែលគាត់បានលួចមកហ្នឹងគឺវាមានតម្លៃហើយប៉ុន្តែគាត់ដឹងថាមានតម្លៃទំហំប៉ុណ្ណាទេលុះត្រាតែពេលដែលគាត់ចេញពីពន្ធនាគារមកបានគាត់ដឹងថាទំហំទឹកប្រាក់ដែលគាត់បានលួចមកហ្នឹងគឺមានតម្លៃជិត$20 លានហើយនៅពេលដែលគាត់ដឹងថាកំហុសដោយសារតែគាត់បានប្រព្រឹត្តតែម្នាក់បានបង្កឲ្យមានការបាត់បង់ជីវិតមនុស្សជាច្រើនអ្នកផ្សេងទៀតធ្វើឲ្យគាត់មានវិបដិសេរីហើយគាត់ដិតដាមនឹងភាពភ័យខ្លាចនឹងនៅជាប់ខ្លួនគាត់រហូតភាពភ័យខ្លាចនឹងនៅតាមឡងបន្លាចជាប់ខ្លួនគាត់តែងតែមានភាពភ័យខ្លាចថាគេនឹងសម្លាប់គាត់ពីព្រោះអីមនុស្សផ្សេងៗដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងហ្នឹងគេបានស្លាប់អស់ហើយនៅសារតែគាត់មួយទេហើយមានប្រយោគដ៏សំខាន់មួយដែលគាត់បាននិយាយគឺគាត់បាននិយាយថារឿងហ្នឹងបើសិនជាមិនជាប់ពាក់ព័ន្ធជាមួយនឹងពួកមានអំណាចរបស់ប្រទេសថៃទេក៏វាមិនធំដុំហើយរីករាលដាលដល់ថ្នាក់ហ្នឹងដែរហើយនេះគឺជាពាក្យគន្លឹះដ៏សំខាន់មួយនៅក្នុងសាច់រឿងមួយហ្នឹងដែលយើងអាចយកទៅពិចារណាទាំងអស់គ្នាបានហើយបន្ទាប់ពីចេញពីពន្ធនាគារនៅពេលដែលគាត់ដឹងកំហុសរបស់ខ្លួនឯងគាត់ក៏សម្រេចចិត្តថាទៅបួសលោកគាត់គិតថានៅពេលដែលគាត់ទៅបួសលោកគាត់នឹងអាចស្វែងរកភាពស្ងប់ឲ្យផ្លូវចិត្តខ្លួនឯងបានហើយលោកគ្រៀងក្រៃគាត់បានសច្ចានឹងខ្លួនឯងថាគាត់នឹងបួសលោកពេញមួយជីវិតរបស់គាត់ដោយគាត់បានទៅបួសហ្នឹងគឺនៅឆ្នាំ2016ក៏ប៉ុន្តែវាអត់ដូចអ្វីដែលគាត់រំពឹងទុកទេគាត់បួសត្រឹមតែ3ឆ្នាំទេគាត់ក៏បានសឹកវិញនៅឆ្នាំ2019ក៏បានត្រឡប់ទៅផ្ទះទៅនៅស្រុកកំណើតគាត់វិញជាមួយនឹងប្រពន្ធកូនគាត់ធម្មតាអញ្ចឹងទៅហើយគាត់ក៏មានកូនប្រុសម្នាក់ដែរអញ្ចឹងគ្រៀងក្រៃថេជម៉ងគាត់ត្រូវបានផ្លាស់ប្ដូរឈ្មោះថ្មីដើម្បីកុំឲ្យគេដឹងកុំឲ្យគេស្គាល់ពីអតីតកាលរបស់គាត់អញ្ចឹងពីព្រោះថាអតីតកាលរបស់គាត់នឹងនាំភាពអាម៉ាស់ហើយនឹងការឈឺចាប់ទៅឲ្យកូនប្រុសរបស់គាត់ដែរហើយខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរថាខ្ញុំលើកករណីមួយនេះយកមកនិយាយដោយមិនមានចេតនានៅក្នុងការញុះញង់ឬក៏បន្លឺបំភាន់ការពិតណាមួយទេរឿងដែលខ្ញុំលើកយកមកនិយាយគឺខ្ញុំបានដកស្រង់ចេញពីសារព័ត៌មានមួយដែលច្បាស់លាស់អាចទុកចិត្តបានអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងព័ត៌មានលម្អិតពីរឿងនឹងស៊ីជម្រៅបន្ថែមទៀតដោយខ្លួនឯងបងប្អូនទាំងអស់គ្នាអាចអានព័ត៌មានលម្អិតបាននៅក្នុង link ខាងក្រោម description ខ្ញុំនឹងដាក់ link នៅខាងក្រោមជូនបងប្អូនទាំងអស់គ្នា
ហើយជាចុងក្រោយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់ក៏ដូចជាការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងអំពីករណីមួយណាថ្មីបន្ថែមទៀតបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមប្រាប់ខ្ញុំបានហើយខ្ញុំនឹងលើកករណីនោះមកនិយាយនៅវីដេអូក្រោយហើយក៏សនំពរបងប្អូនទាំងអស់គ្នាជួយចុច like វីដេអូមួយនេះហើយនឹងចុច subscribe ឲ្យខ្ញុំផងអរគុណបងប្អូនទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាសំណាងល្អសុខភាពល្អជួបគ្នាវីដេអូក្រោយ